ជំរាបសួរពុកម៉ែបងប្អូននេះជាភូមិស្រុកនៅខាងខេត្តពោធិ៍សាត់នៅភូមិពោរបងឃុំពោស្រុកកកូរខេត្តពោធិ៍សាត់នេះនៅខាងក្នុងបាទមាននៅផ្លូវជាតិធំទេនេះផ្លូវក្នុងភូមិផ្លូវលំនេះជាទឹកដីភូមិរបស់គាត់បាទប្រជាជនការរស់ស៊ីរស់នៅបាទរស់ស៊ីសាមញ្ញបែបអ្នកស្រែមានជួញដូរមានធ្វើស្រែនេសាទធ្វើចការបាទជាពិសេសធ្វើស្រែនៅខាងនេះហើយនឹងតបទៅខាងទន្លេរកត្រីបាទហើយសាលារៀននេះសាលារៀនស្រាប់ថតសិក្សាឆ្លងដែនចាំធៀមដល់មកលុយទេតែពេលចោះតែកំងគឺទីពូនឯងយកលុយបានគឺអត់ចូលអូផ្លូវនោះមកមិនគឺនេះមកផ្លូវនេះផ្លូវហ្នឹងចេញពីកន្លែងចកាបចាំមើលកន្លែងនោះផ្លូវយើងគេថាផ្លូវវាហ្នឹងហើយទៅហ្នឹងហើយធ្វើអានេះវាមិនដល់នេះកងកងផ្លូវក្រៅទៅខំមានភូមិមកទឹកនេះទាំងឡើងដល់នេះអត់ទេបាត់មិនចូលដល់ភូមិអ៊ីស្លាមបាទបងប្អូននេះភូមិអ៊ីស្លាមជាភូមិខ្មែរអ៊ីស្លាមយើងនៅខាងពោរបងកកូបាទមកកណ្ដាលទៅជាជនខាងខ្មែរពុទ្ធសាសនាមកកណ្ដាលទៅខ្មែរកាន់អ៊ីស្លាមបាទផ្ទះដូចគ្នាទេបាទផ្ទះការរស់នៅជាជនគឺគាត់ខុសគ្នាប៉ុន្មានទេគ្នាតែគាត់ថាខាងអ្នកកាន់អ៊ីស្លាមហើយអ្នកកាន់ពុទ្ធសាសនាអសូវបានទៅតាំងយកគ្នាទេដោយសារអ៊ីស្លាមតាំងពេកយ៉ាងខាងខ្មែរក៏មិនសូវបានទៅចូលកូនកំងខាងអ៊ីស្លាមអញ្ចឹងបើថាកូនខ្មែរធូរមែនធូរជាងអញ្ចឹងអ៊ីស្លាមតាំងទាំងអស់ហ្នឹងតាំងវាមិនមែនថាលុយតាំងទេដោយសារតែចូលត្រូវតែកាន់សាសនាអ៊ីស្លាមដែរអញ្ចឹងខ្មែរយើងក៏ព្យាកម្មកាន់តាំងពេកតាំងពិតបាត់ដូចថាហូបអាហារហូបអីអញ្ចឹងណាតែថតសូត្រអីមានពេលវេលាអញ្ចឹងគ្រប់ព្រះអល់ឡោះអញ្ចឹងទៅអញ្ចឹងខ្មែរយើងមួយចំនួនក៏អត់ចូលទេពីថៃអ៊ីស្លាមយើងគឺមិនអាចហូបស្រាហូបអីបានទេខាងពុទ្ធក៏មិនឲ្យហូបស្រាទេប៉ុន្តែគាត់ថាមិនសូវតាំងទេកាលណាយើងសាងក៏យើងបានហើយបើជីវភាពអាចអ៊ីស្លាមជួនកាលអាចយ៉ាងជីវភាពដល់ជាងខ្មែរយើងមួយចំនួនជាជនខ្មែរអ៊ីស្លាមគេច្រើនអាចធូរជាងច្រើនជាងខ្មែរយើងគេច្រើនភាសាហើយយកការមួយទៀត Bye.
ចុះកោបចង់ចូលកន្លែងបងប្អូនណាស្គាល់គោទេគោ